វ៉ាវមើលចោះត្រីហោះធំណាស់លើកនេះពួកយើងមានត្រីអាំងឆ្ងាញ់សម្រាប់ញ៉ាំហើយក្មេងតូចម្នាក់នេះមកពីណាចេះអ្នកណាអនុញ្ញាតឲ្យនាងលោតចុះទៅប្រញាប់ទប់លំនឹងដាវទៅកុំបណ្ដោយឲ្យត្រីហោះនោះរួចខ្លួនឲ្យសោះកាត់ស្លាប់ទាំងសងខាងរបស់វារួមកម្លាំងគ្នាបង្ក្រាបនិងសម្លាប់វាទៅពិតជាមិនខុសពីត្រីដាវដែលកើតចេញពីវឹងដាវដ៏ពិសិដ្ឋមែនគ្រាន់តែមួយក្បាលសោះក៏អាចធ្វើឲ្យមនោសញ្ចេតនាដាវរបស់ខ្ញុំរីកចម្រើនបានពាក់កណ្ដាលដែរប្រសិនបើមិនមែនព្រោះតែខ្ញុំជាម្ចាស់វ័យក្មេងនៃត្រកូលដាវភាគខាងកើតទេនោះការប្រយុទ្ធអំបញ្ញមិញនេះបើជាអ្នកខ្លាំងទូទៅវិញច្បាស់ជាត្រូវវាហែកជាពីរចំណែកបាត់ទៅហើយគ្មានដួងចិត្តដាវគ្មានការបន្តវេនពីត្រកូលធំសូម្បីតែលក្ខណៈសម្បត្តិខិតជិតវឹងដាវពិសិដ្ឋក៏គ្មានផងពួកឯងឃើញហើយមែនទេលែកឈើដាវទេវៈទាំង5គ្រាប់នៅលើកោះពីឈ្នោះទើបជាលៀបសំណាងពិតប្រាកដគួរឲ្យស្ដាយពួកឯងសូម្បីតែត្រីដាវមួយក្បាលក៏សម្លាប់មិនបានផងតើមានសិទ្ធិអីចង់បានការបន្តវេនដាវទេវៈទៅម្ចាស់វ័យក្មេងកំពុងអ្នកដាវទាំង4សុទ្ធតែនៅទីនេះតើពួកយើងឡើងទៅលើកោះដោយរបៀបណាប្រញាប់អីបណ្ដោយឲ្យក្មេងតូចពីរអ្នកនោះបង្កការវឹកវរទៅល្អបំផុតគឺធ្វើឲ្យត្រីដាវទាំងអស់នៅក្នុងបឹងភ្ញាក់ផ្អើលនិងផ្អើលឆោឡឡដល់ពេលនោះកំពុងអ្នកដាវទាំង4ច្បាស់ជាត្រូវចុះទៅក្នុងបឹងដើម្បីបង្ក្រាបពួកវាជាមិនខានពួកអ្នកប្រតិបត្តិធម៌ដទៃទៀតក៏នឹងវឹកវរទៅតាមនោះដែរពួកយើងនឹងឆ្លៀតឱកាសពេលមានការវឹកវរនេះឡើងទៅលើកោះភីរួចបេះយកផ្លែឈើដាវទេវៈនោះតែម្ដងម្ចាស់វ័យក្មេងពិតជាមានផែនការដ៏ល្អមែនវិស័យតូចទាំងពីរអ្នកនោះទោះជាពួកគេបង្កការវឹកវរប៉ុណ្ណាក៏ដោយពួកវាក៏គ្រាន់តែជាកូនអុកសម្រាប់ជួយក្រាបលើឲ្យខ្ញុំតែប៉ុណ្ណោះចុះត្រីអាំងរបស់ខ្ញុំនៅឯណាហេត្រីហោះនេះចេះកាត់ដៃកាត់ជើងទៀតយ៉ាវានៅតែចេះរត់ទៀតនឹងប្អូនប្រុសប្រញាប់មកជួយចាប់ត្រីលឿនឡើងពួកវាខ្លាចពន្លឺភ្លើងភ្លេចអញ្ចឹងតើបងស្រីចាំខ្ញុំផងខ្ញុំមកជួយទុកត្រីហើយឯងកុំរត់អីឯងរត់លឿនម្លេះសាច់វានឹងឡើងរឹងមិនឆ្ងាញ់ទេណាបងស្រីត្រីនេះមិនស្ដាប់បង្គាប់តតែសោះពួកគេពិតជាចាប់វាឡើងមកបានមែនអំបញ្ញមិញនេះកំពូលអ្នកដាវទាំង4រួមដៃគ្នាទើបតែសម្លាប់បានមួយក្បាលសោះតែបិសាចតូចទាំងពីរអ្នកនេះនិងសត្វជំនីមួយក្បាលនោះបែរជាដេញចាប់ត្រីដាវរត់ពេញបឹងតែម្ដងថែមទាំងចាប់បានដល់ទៅ3ក្បាលទៀតផងប្អូនប្រុសប្រញាប់អាំងវាទៅបាទក្លិននេះហេតុអ្វីបានជាឈ្ងុយឆ្ងាញ់ដល់ថ្នាក់អង្រួនប្រលឹងយ៉ាងនេះហេតុអ្វីបានជាក្លិននេះវាឈ្ងុយខ្លាំងម្ល៉េះប្អូនប្រុសឆ្ងាញ់ណាស់សាច់ត្រីកាន់តែឈ្ងុយជាងមុនទៀតស្រាប់ត្រីអាំងក៏រត់តែឈ្ងុយដែរមិត្តតូចទាំងពីរសាច់ត្រីនេះអាចចែកឲ្យខ្ញុំមួយដុំធ្លាក់មើលបានទេឲ្យលោកចុះមនោសញ្ចេតនាដាវខ្ញុំយល់ដឹងពីមនោសញ្ចេតនាដាវហើយគ្រាន់តែញ៉ាំសាច់ត្រីក៏អាចយល់ដឹងពីមនោសញ្ចេតនាដាវដោយផ្ទាល់បានដែរការថែមទាំងល្បឿននៃការយល់ដឹងដាវនេះលឿនជាងត្រីដាវដែលទើបតែញាប់បំបញ្ញមិញទៅទៀតហេអ្នកហាត់ដាវគួរតែយកដួងចិត្តដាវជាមូលដ្ឋានតើអាចមកលុបខ្លួនចង់បានតែរបស់ឆ្ងាញ់ដាក់ក្នុងមាត់បែបនេះកើតទៅមិត្តតូចសាច់ត្រីនេះអាចចែកឲ្យខ្ញុំមួយដុំដែរបានទេលោកមិនមែនទើបតែនិយាយថាមិនគួរលុបខ្លួនចង់បានរបស់ឆ្ងាញ់ដាក់ក្នុងមាត់ទេមែនទេខ្ញុំធ្វើបែបនេះគឺដើម្បីសិក្សាស្វែងយល់ពីវិធីដាវតែប៉ុណ្ណោះហាហាហាមនុស្សគ្រប់គ្នាសុទ្ធតែត្រូវបានតាក់ទាញដោយត្រីអាំងអស់ហើយពួកយើងប្រញាប់ទៅកោះភីជាលើនេះទៅអូនប្រុសអាំងមិនទាន់គ្រាន់ញ៉ាំទេណាបងស្រីត្រីទាំងអស់វាពួននៅក្រោមទឹកអស់ហើយពិបាកចាប់ណាស់អញ្ចឹងដាំទឹកឲ្យពុះហើយចាក់ចូលទៅកន្លះបឹងទៅធ្វើបែបនេះត្រីច្បាស់ជារត់មិនលឿនទៀតទេមិនអាចទេទឹកបឹងដាវពិសិដ្ឋនេះគឺជាទឹកវិញ្ញាណនៃមនោសញ្ចេតនាដាវសម្រាប់ចិញ្ចឹមដើមភីនិងចិញ្ចឹមអណ្ដាតចំណាស់ដូនតាខ្ញុំមិនយកទាំងអស់ឯណាខ្ញុំយកតែពាក់កណ្ដាលតើយកពាក់កណ្ដាលក៏មិនបានដែរអាសចប់ហើយអណ្ដាតចំណាស់ដូនតាចិត្តភ្ញាក់ដឹងខ្លួនហើយ